ប្រឆាំងថៃបានដាក់ញត្តិដើម្បីដាក់ទោសនាយករដ្ឋមន្ត្រីបច្ចុប្បន្នដោយបានលើកការបង្ហាញយ៉ាងច្បាស់ថារដ្ឋាភិបាលលោកស្រីអ៊ីមស៊ីនវត្រាមិនមានសមត្ថភាពដឹកនាំប្រទេសមិនមានសមត្ថភាពដោះស្រាយបញ្ហានិងមិនមានការទទួលខុសត្រូវក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃនិងបញ្ហានៃការបរាជ័យក្នុងការគ្រប់គ្រងសេដ្ឋកិច្ចផងដែរពិសេសទៅទៀតនោះលោកស្រីនាយករដ្ឋមន្ត្រីបានតែងតាំងបុគ្គលដែលគ្មានសមត្ថភាពជាមន្ត្រីគ្មានចំណេះដឹងក្នុងការដឹកនាំដែលធ្វើឲ្យខាតបង់និងប៉ះពាល់ដល់ប្រទេសជាខ្លាំងហើយដែលសំខាន់ទៅទៀតនោះលោកស្រីបានអនុញ្ញាតឲ្យលោកថាក់ស៊ីនស៊ីណាវ៉ាត់ដែលជាឪពុកមានឥទ្ធិពលលើលោកស្រីហើយមានអំណាចលើលោកស្រីផងដែរមិនតែប៉ុណ្ណោះបកប្រឆាំងបានលើកថាមិនអាចឲ្យលោកស្រីអ៊ីមស៊ីនវត្រាបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសបន្តបានទៀតឡើយព្រោះស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសថៃកាន់តែមានការធ្លាក់ចុះលោកស្រីគ្មានសមត្ថភាពក្នុងការដឹកនាំនិងដោះស្រាយស្ថានភាពនិងស្ថានភាពនេះបានទៀតទេលោកស្រីកំពុងតែបំផ្លាញប្រជាធិបតេយ្យរបស់ប្រទេសហើយប្រជាពលរដ្ឋមិនមានទំនុកចិត្តជឿជាក់លើការដឹកនាំរបស់លោកស្រីក្នុងការដឹកនាំប្រទេសទាំងមូលបានទៀតឡើយប្រឆាំងរបស់ប្រទេសថៃបានអះអាងថាបញ្ហាទាំងអស់ដែលកើតមានក្នុងប្រទេសគឺជាការខ្វះខាតការដឹកនាំរបស់នាយករដ្ឋមន្ត្រីតែម្នាក់គត់ដែលមិនអាចដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋបានគួរបញ្ជាក់ផងដែរថាប្រជាពលរដ្ឋរបស់ប្រទេសថៃជាច្រើនពិតជាមិនពេញចិត្តក្នុងការដឹកនាំរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ននិងមិនមានទំនុកចិត្តថាលោកស្រីនឹងអាចដឹកនាំប្រទេសពិសេសដោះស្រាយបញ្ហាសេដ្ឋកិច្ចឲ្យប្រសើរឡើងមកវិញបាននោះទេសូម្បីតែការប្រជុំធំៗនៃសភានៅពេលមានការសួរសំណួរទៅកាន់លោកស្រីមួយចំនួនលោកស្រីអ៊ីមស៊ីនវត្រាបានធ្លាប់ដើរចេញមិនព្រមឆ្លើយតបរាល់សំណួរទាំងអស់នោះឡើយហើយក្នុងការប្រជុំនោះក៏មិនទាន់បានបញ្ចប់នោះទេការបង្ហាញនៅអកប្បកិរិយាបែបនេះធ្វើឲ្យមន្ត្រីជាច្រើនហាក់បីដូចជាខកបំណងចំពោះការដឹកនាំរបស់លោកស្រីជាពិសេសប្រជាពលរដ្ឋហាក់បីដូចជាលែងមានទំនុកចិត្តចំពោះលោកស្រីទៀតហើយបកប្រឆាំងថៃបានដាក់ញត្តិដើម្បីដាក់ទោសនាយករដ្ឋមន្ត្រីបច្ចុប្បន្នដោយបានលើកការបង្ហាញយ៉ាងច្បាស់ថារដ្ឋាភិបាលលោកស្រីអ៊ីមស៊ីនវត្រាមិនមានសមត្ថភាពដឹកនាំប្រទេសមិនមានសមត្ថភាពដោះស្រាយបញ្ហានិងមិនមានការទទួលខុសត្រូវក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃនិងបញ្ហានៃការបរាជ័យក្នុងការគ្រប់គ្រងសេដ្ឋកិច្ចផងដែរពិសេសទៅទៀតនោះលោកស្រីនាយករដ្ឋមន្ត្រីបានតែងតាំងបុគ្គលដែលគ្មានសមត្ថភាពជាមន្ត្រីគ្មានចំណេះដឹងក្នុងការដឹកនាំដែលធ្វើឲ្យខាតបង់និងប៉ះពាល់ដល់ប្រទេសជាខ្លាំងហើយដែលសំខាន់ទៅទៀតនោះលោកស្រីបានអនុញ្ញាតឲ្យលោកថាក់ស៊ីនស៊ីណាវ៉ាត់ដែលជាឪពុកមានឥទ្ធិពលលើលោកស្រីហើយមានអំណាចលើលោកស្រីផងដែរមិនតែប៉ុណ្ណោះបកប្រឆាំងបានលើកថាមិនអាចឲ្យលោកស្រីអ៊ីមស៊ីនវត្រាបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេសបន្តបានទៀតឡើយព្រោះស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសថៃកាន់តែមានការធ្លាក់ចុះលោកស្រីគ្មានសមត្ថភាពក្នុងការដឹកនាំនិងដោះស្រាយស្ថានភាពនិងស្ថានភាពនេះបានទៀតទេលោកស្រីកំពុងតែបំផ្លាញប្រជាធិបតេយ្យរបស់ប្រទេសហើយប្រជាពលរដ្ឋមិនមានទំនុកចិត្តជឿជាក់លើការដឹកនាំរបស់លោកស្រីក្នុងការដឹកនាំប្រទេសទាំងមូលបានទៀតឡើយប្រឆាំងរបស់ប្រទេសថៃបានអះអាងថាបញ្ហាទាំងអស់ដែលកើតមានក្នុងប្រទេសគឺជាការខ្វះខាតការដឹកនាំរបស់នាយករដ្ឋមន្ត្រីតែម្នាក់គត់ដែលមិនអាចដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋបានគួរបញ្ជាក់ផងដែរថាប្រជាពលរដ្ឋរបស់ប្រទេសថៃជាច្រើនពិតជាមិនពេញចិត្តក្នុងការដឹកនាំរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ននិងមិនមានទំនុកចិត្តថាលោកស្រីនឹងអាចដឹកនាំប្រទេសពិសេសដោះស្រាយបញ្ហាសេដ្ឋកិច្ចឲ្យប្រសើរឡើងមកវិញបាននោះទេសូម្បីតែការប្រជុំធំៗនៃសភានៅពេលមានការសួរសំណួរទៅកាន់លោកស្រីមួយចំនួនលោកស្រីអ៊ីមស៊ីនវត្រាបានធ្លាប់ដើរចេញមិនព្រមឆ្លើយតបរាល់សំណួរទាំងអស់នោះឡើយហើយក្នុងការប្រជុំនោះក៏មិនទាន់បានបញ្ចប់នោះទេការបង្ហាញនៅអកប្បកិរិយាបែបនេះធ្វើឲ្យមន្ត្រីជាច្រើនហាក់បីដូចជាខកបំណងចំពោះការដឹកនាំរបស់លោកស្រីជាពិសេសប្រជាពលរដ្ឋហាក់បីដូចជាលែងមានទំនុកចិត្តចំពោះលោកស្រីទៀតហើយ